នេះជាវីដេអូសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំក៏ដូចជាជីវិតនៃការងាររបស់ខ្ញុំជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំក្រោកពីព្រឹកដើម្បីទៅធ្វើការចំពោះមុននឹងចូលធ្វើការគឺខ្ញុំរកអាហារពេលព្រឹកដើម្បីទ្របកាហ្វេដើម្បីកុំឲ្យមានការហេវនៅពេលព្រឹកអញ្ចឹងជាទម្លាប់របស់ខ្ញុំគឺខ្ញុំញ៉ាំបាយនៅពេលព្រឹកពេលខ្លះការងាររវល់គឺខ្ញុំអត់សូវបានញ៉ាំអីទេគឺខ្ញុំញ៉ាំតែកាហ្វេគឺហើយតែពេលនេះគឺខ្ញុំរៀងសមម៉ោងច្រើនដែរអញ្ចឹងក៏ខ្ញុំបានឈានចូលទៅញ៉ាំអាហារជាទឹកសិនចំពោះអាហារនៅទីនេះគឺពិតជាធូរថ្លៃហើយខ្ញុំចូលចិត្តនៅកន្លែងនេះហើយណាមួយក៏បើសិនជាយើងចូលហាងនៅទៅថ្លៃគឺប្រាក់ខែរបស់យើងគឺទុកបាត់ជាប់ទៅបងប្អូនទាំងគ្នាអញ្ចឹងហើយខ្ញុំចូលចិត្តអាហារបែបនេះហើយសមរម្យក៏មានឆ្ងាញ់ដែរបងអីអស់ណាបាយបន្ទាប់ពីខ្ញុំគិតលុយហើយគឺខ្ញុំបានចេញដំណើរគឺខ្ញុំញ៉ាំបាយនេះគឺអស់តែ 4000 នេះនៅអស់នេះគឺធូរថ្លៃមែនទែនហើយឆ្ងាញ់គួរសមបងប្អូនអរគ្នាឥឡូវនេះគឺខ្ញុំបានចេញទៅកន្លែងធ្វើការរបស់ខ្ញុំអ្នកនរគ្នានៅពេលដែលយើងជិះម៉ូតូពេលព្រឹកហើយមានថ្ងៃចាំងខ្លួនរបស់យើងមានអារម្មណ៍ថាស្រស់ស្រាយមានអារម្មណ៍ថាពលឺថ្ងៃកំពុងតែបញ្ចេញពលឺមកលើខ្លួនរបស់យើងហើយធ្វើអារម្មណ៍យើងពិតជាស្រស់ស្រាយជាងមុនខ្លាំងមែនទែនអ្នកនរគ្នានៅពេលព្រឹកបែបនេះបន្តមកទៀតក៏ខ្ញុំបានទៅរកកាហ្វេញ៉ាំជាទម្លាប់របស់ខ្ញុំគឺខ្ញុំចូលចិត្តញ៉ាំកាហ្វេពេលព្រឹកញ៉ាំកាហ្វេពេលព្រឹកគឺមានអារម្មណ៍ថាអារម្មណ៍និងកម្លាំងពោពេញទៅដោយថាមពលនៅពេលយើងបានញ៉ាំកាហ្វេហើយកាហ្វេនៅទីនេះគឺចិត្តកន្លែងធ្វើការមួយកាហ្វេទីនេះគឺពិតជាឆ្ងាញ់ហើយការរៀបចំរបស់គាត់ក៏ស្អាតដែរបងប្អូនអរគ្នាគឺមានកន្លែងថតរូបឥឡូវនេះគឺខ្ញុំបានមកដល់កន្លែងធ្វើការរបស់ខ្ញុំហើយគឺខ្ញុំចូលមកដល់ថ្នាក់ភាសាតែខ្ញុំជាគ្រូបង្រៀនកុំព្យូទ័រអញ្ចឹងមុននឹងខ្ញុំធ្វើការបរិញ្ញាបត្រគឺខាងស្ថាប័នគឺគាត់តម្រូវឲ្យយើងមានក្បាត់កឯកសណ្ឋានតាមពេលវេលាតាមថ្ងៃដែលគាត់បានដាក់មកអញ្ចឹងឥឡូវនេះគឺខ្ញុំបានពាក់ក្បាត់កពេលខ្លះពេលច្រើនគឺខ្ញុំចងហើយបើខ្ញុំយកមកពាក់បើសិនជាខ្ញុំយកមកចងទាំងស្រុងតែម្ដងគឺខ្លាចអត់ទាន់អញ្ចឹងខ្ញុំចងហើយតែខ្ញុំលើកធ្ពក់មកគឺស្អាតមួយទៀតគឺខ្ញុំអត់ភ្លេចទេបងប្អូនទាំងនេះគឺទឹកអប់ពេលច្រើនខ្ញុំចូលចិត្តក្លិនក្អូបហើយទឹកអប់របស់ខ្ញុំគឺខ្ញុំប្រើតែពីច្រើនតែ10 ml ទេហើយការរៀបចំខ្លួនរបស់ខ្ញុំគឺបានស្អាតពីដល់ហើយបងប្អូនអរគ្នាអញ្ចឹងខ្ញុំមានអីទេគ្រាន់តែយើងសិតសក់តិចទៅដើម្បីមើលទៅឃើញភ្លីសក់ព្រោះយើងជាគ្រូបង្រៀនយើងត្រូវតែមានភាពស្អាតដើម្បីជាគំរូដល់កូនសិស្សអរគ្នាចំថ្ងៃនេះដែរគឺជាថ្ងៃដែលទៅថតរូបឲ្យកូនសិស្សដោយសារតែកូនសិស្សថ្មីតម្រូវឲ្យថតកាតដើម្បីយើងធ្វើការថ្មីជូនគាត់នៅពេលដែលសិស្សថ្មីចូលមកដល់ហើយផ្ទាំងកណាត់ពណ៌ខៀវនេះដែរគឺជា background បើសិនជាយើងអត់ដាក់ background ខៀវនេះទេយើងថតទៅយើងត្រូវកាត់ background គាត់ទៀតអញ្ចឹងខាងសាលាគឺគាត់តម្រូវឲ្យយើងដាក់កណាត់ background ពណ៌ខៀវនោះទៅដើម្បីងាយស្រួលនៅពេលដែលយើងថតគឺយើងអត់ចាំបាច់ចំណាយពេលในការកាត់ background បន្តទៀតបងប្អូនអរគ្នាយើងគ្រាន់តែថតហើយយើងគ្រាន់តែកែរូបកុនតិចតួចតទៅនឹងពលឺតទៅសម្រាប់របស់គាត់តិចទៅយើងផ្ញើទៅបានដើម្បីធ្វើការបន្តទៀតតទៅធ្វើការនេះដែរគឺខ្ញុំថតទៅលើកាមេរ៉ាកំណត់មុននឹងខ្ញុំថតគឺខ្ញុំធ្វើការសាកថ្មទុកសិនទុករយៈពេលឲ្យវាមានថ្មកើនឡើងខ្ញុំយកមកថតតែឥឡូវគឺខ្ញុំបោះថ្មហើយខ្ញុំនឹងយកឆ្នាំសាកបោះវាយកមកចូលហើយយើងធ្វើការដោតចូលទៅហើយឆ្នាំសាកបែបនេះមានដូចព្រីយើងដោតចូលនឹងព្រីតែម្ដងនេះបងប្អូនអរគ្នាភ្លើងវាចេញពណ៌បែបនេះបើសិនជាពណ៌បែបនេះគឺមានថ្មយើងចាប់បានផ្សាយតែបើសិនជាលួតចេញមកពណ៌ខៀវមានថាថ្មយើងពេញចឹងមុននឹងខ្ញុំថតគឺខ្ញុំធ្វើការសាកថ្មបន្តិចសិនដើម្បីកើនបានថ្មរៀងច្រើនជាងមុនតែយើងថតទៅយើងមិនមានបញ្ហាការផលបាក់នៃការអត់ថ្មចឹងមុននឹងខ្ញុំចាប់ដើមថតគឺខ្ញុំចាប់ដើមជូតសម្អាតទៅនឹងកាមេរ៉ាដើម្បីឲ្យមើលទៅមានភាពស្អាតในการនៅពេលដែលកាមេរ៉ាយើងស្អាតយើងកាន់ទៅយើងមានទំនុកចិត្តយើងមានអារម្មណ៍ថាស្រស់ស្រាយនៅពេលដែលរបស់ដែលយើងកំពុងតែកាន់មានភាពស្អាតហើយគេមើលមកក៏មានអារម្មណ៍ថាយើងជានឹងអ្នកដែលចេះរៀបចំឥឡូវយើងបានលាងបានវាហើយបានជូតឲ្យស្អាតកថាប៉ុណ្ណឹងគឺស្អាតវាអត់សូវមានធូលីដូចមុនអូខេ
ខ្ញុំក៏បានរៀបចំនៅឈ្មោះដែលត្រូវការថតហើយតើតងនឹងការថតហើយក៏ខ្ញុំបានរៀបចំឯកសារតើតងនឹងការបរៀនដើម្បី research នៅអ្វីដែលថ្មីការចំណេះដឹងរបស់សិស្សានុសិស្សទាំងអស់គ្នាហើយខ្ញុំក៏ចូលចិត្តស្វែងរក search អ្វីដែលថ្មីដើម្បីបង្កើនសមត្ថភាពខ្លួនឯងផងដែរอันนี้ก็ជាសកម្មភាពដែលពួកគាត់កំពុងតែសិក្សាជាមួយខ្ញុំការបង្រៀនរបស់ខ្ញុំក៏មានភាពមើលទៅគាត់ពិតជាសប្បាយចិត្តខ្លាំងតែបងប្អូនអរគ្នាតើយើងចេញយ៉ាងไรกันตอนนี้ហើយខ្ញុំក៏ចូលចិត្តនៅការបរៀននៅពេលដែលចេញចូលពីថ្នាក់ក៏មានការជាតម្រង់ជួរដើម្បីគាត់មានទំនៀមទម្លាប់ក្នុងការសាមគ្គីគ្នាទៅវិញទៅមកគឺជាអាហារថៃត្រង់របស់ខ្ញុំនៅពេលដែលខ្ញុំអាហារថៃត្រង់ហើយគឺខ្ញុំបានចូលមកធ្វើការវិញនៅពេលថ្ងៃបន្តទៀតដោយសារតែការងារនេះគឺខ្ញុំធ្វើចាប់ពីម៉ោង 7 ព្រឹកសម្រាប់ម៉ោង 11 ដល់ម៉ោង 1 គឺខ្ញុំបានចូលមកធ្វើការវិញគឺខ្ញុំចេញម៉ោង 5 បន្ទាប់ពីម៉ោង 5 គឺខ្ញុំបានចេញពីធ្វើការខ្ញុំបានឆ្លៀតទទួលភ្ញៀវមកកន្លែងទៀតដើម្បីទៅមើលកាមេរ៉ារបស់គាត់ហ្នឹងគឺខ្ញុំមើលទៅគឺពាក់ព័ន្ធទៅនឹង power supply គឺខ្ញុំបានប្រាប់គាត់ទៅនឹង power supply នេះគឺគាត់បានផ្លាស់ប្ដូរថ្មីលទ្ធផលហ្នឹងគឺបានចេញកាមេរ៉ាមកវិញហើយចឹងគាត់អាចប្រើប្រាស់បានខ្ញុំត្រឡប់មកផ្ទះវិញគឺពេលយប់អាចនឹងយប់ដែរគឺម៉ោង 7 ទៅម៉ោង 8 យប់ហើយនៅពេលនេះចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនចូលចិត្តនៅវីដេអូមួយនេះបងប្អូនកុំភ្លេចជួយចុច like follow page មួយម្នាក់មួយបងប្អូនអរគ្នាអរគុណច្រើនបាយបាយបងប្អូនអរគ្នា